ខ្ញុំអត់សូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះយូរមែនតែនពុកម៉ែមីងបាទហើយតាមពិតទៅគិតថាអត់បានដាក់ចែកជូនកាន់ពុកម៉ែមីងទេព្រោះថ្ងៃនេះគឺជាប់ដៃខ្លាំងមែនតែនពុកម៉ែមីងហើយដោយសារតែឃើញ comment របស់ពុកម៉ែមីងទេឃើញ comment ថាគ្រូអាសាឈប់ពេកគួរឈប់លេងទៅអីទៅហ្នឹងខ្ញុំឆ្លើយតបទៅវិញថាខ្ញុំឈប់ដោយសារមានមូលហេតុអញ្ចឹងណាខ្ញុំអត់បានដាក់ហ្នឹងអាខានដោយសារមានមូលហេតុរបស់ខ្ញុំថ្ងៃហ្នឹងបាទថ្ងៃហ្នឹងដូចថ្ងៃម្សិលមិញអីហ្នឹងគឺកូនខ្ញុំគាត់ឈឺព្យួរសរោមអញ្ចឹងយើងយកទៅពេទ្យយើងមានទៅពេលឯណានេះនោះកូនអត់បាយអត់ទឹកដាច់បាយ2ថ្ងៃហើយអញ្ចឹងទេក៏អត់បានចែកជូនទៅកាន់ពុកម៉ែមីងទេបាទអញ្ចឹងហេតុផលរបស់ខ្ញុំបើសិនជាខ្ញុំឆ្លៀតបានខ្ញុំឆ្លៀតដែរដូចពេលខ្លះខ្ញុំទៅសាលាខ្ញុំឆ្លៀតនៅសាលាមកប៉ុន្តែនេះយើងទៅពេទ្យទៅអីកន្លែងចាប់កូន1 2មួយឈ្នះផងពុកម៉ែមីងបាទថ្ងៃអញ្ចឹងក៏អាខានអញ្ចឹងសង្គមពុកម៉ែមីងយកយល់សម្រាប់ថ្ងៃណាដែលខ្ញុំអាខានអញ្ចឹងណាបាទអញ្ចឹងជូនពុកម៉ែមីងហេងទាំងអស់គ្នា